ថ្ងៃនេះខ្ញុំនឹងអារម្មណ៍ពុកម៉ែបងប្អូនមកមើលពីសកម្មភាពញ៉ាំនំបញ្ចុក free តែម្ដងនៅខាងខេត្តកំពង់ធំនៅក្នុងវត្តសិរីមង្គលហៅវត្តកំពង់ជ្វាយបងប្អូនការញ៉ាំនំបញ្ចុកនេះគឺជាប្រធានបទមួយក្តៅគុកមែនតើប្រចាំស្រុកខ្ញុំបងប្អូនដែលដាក់ឈ្មោះថានំបញ្ចុកថៃវប្បធម៌ខ្មែរក្នុងលក្ខណៈនំបញ្ចុកសាមគ្គីបងប្អូនគឺចំនួន500គីឡូក្រាមបងប្អូននៅឯវត្តសិរីមង្គលហៅវត្តកំពង់ជ្វាយដែលស្ថិតនៅភូមិកំពង់ជ្វាយឃុំកុលស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបងប្អូនខ្ញុំពិតជាស្ងើសរសើរមែនតើក៏ដូចជាការគោរពមែនតើចំពោះព្រះចៅអធិការក្នុងវត្តផ្ទាល់តែម្ដងបងប្អូនដែលបានមូលផ្ដុំមតិគ្នាជាមួយនឹងប្រជាពលរដ្ឋចំណុះជើងវត្តនៅក្នុងវត្តសិរីមង្គលផ្ទាល់ដើម្បីបង្កើតព្រឹត្តិការណ៍នេះឡើងបងប្អូនការពិតទៅកម្មវិធីញ៉ាំនំបញ្ចុកសាមគ្គីនេះគឺប្រព្រឹត្តឡើងបានរយៈពេល2ឆ្នាំហើយគិតមកទល់ឆ្នាំ2026នេះបងប្អូនហើយនេះគឺជាអ៊ំអ៊ីគាត់ជាមេចុងភឺធ្វើទឹកសម្លតែម្ដងដែលជាទឹកសម្លអត្តសញ្ញាណខ្មែរគឺសម្លប្រហើបងប្អូនឥឡូវនេះយើងមកដល់វគ្គញ៉ាំនំបញ្ចុកហើយយើងយកចានបងប្អូនអត់ពិបាកអីទៅញ៉ាំនំបញ្ចុកហើយយកតែចានឲ្យតែមានចានស្រួលហើយចានចង្កឹះអីចឹងទៅហើយនេះគឺជាគ្រឿងក្រៅមិនថាស្ករប៊ីចេងអំបិលម្ទេសមានមកចប់បងប្អូនហើយឆ្ងាញ់មែនតើបងប្អូនអីញញឹមដល់ដោយសារតែសប្បាយមែនតើដោយសារជាថ្ងៃបុណ្យពិធីបុណ្យចូលឆ្នាំខ្មែរផងដែរកាលពីថ្ងៃហ្នឹងក៏ទៅវីដេអូនេះពី3ថ្ងៃហើយតាំងពីបុណ្យចូលឆ្នាំខ្មែរដែលខ្ញុំអត់មានពេលដើម្បីកាត់បង្ហោះឲ្យបងប្អូនមើលបងប្អូនហើយនេះគឺជាការយើងថែមលបោយថែមអីបងប្អូនឆ្ងាញ់មែនតើមានទាំងតសក់ផលិតទៅយងចេកមានអស់ហើយបងប្អូនមានមកចប់ទាំងលបោយសម្រាប់យើងញ៉ាំនំបញ្ចុកបងប្អូនហើយនេះគឺជាទឹកសម្លអ៊ីអ៊ំក៏ដួសដាក់ក្នុងក្អមនេះក្អមសំខាន់ក្អមជាអត្តសញ្ញាណខ្មែរយើងទៀតខ្ញុំពិតជាសរសើរមែនតើនេះបានហៅថានំបញ្ចុកថៃវប្បធម៌ខ្មែរមែនតើបងប្អូនមកអស់ហើយបងប្អូនការញ៉ាំនំបញ្ចុកនេះទាំងកូនក្មេងទាំងអ៊ីអ៊ំកំមុំចែមិនថាពូប៉លិសអីមកអស់ហើយបងប្អូនលើកពីការញ៉ាំនំបញ្ចុកបងប្អូនតែបានបង្កើតនៅអនុស្សាវរីយ៍ការចងចាំល្អមែនតើនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរយើងកន្លងទៅថ្មីនេះបងប្អូនយើងណាខ្លះបានទៅញ៉ាំជួយ comment ប្រាប់សម្រាប់ខ្ញុំឆ្ងាញ់មែនតើបងប្អូនអរគុណបងប្អូនវីដេអូនឹងមានតែប៉ុណ្្នឹងជួបគ្នាឆ្នាំក្រោយទៀតនំបញ្ចុកសាមគ្គី